các bạn send XBR bây giờយើងមាន port IP ដើម្បីយើង add បន្ថែមបាន scan the QR សញ្ញាបូកនៅលើហ្នឹងណាអញ្ចឹងលឹបឃើញទេអញ្ចឹងauto tracking ហ្នឹងនៅលើ app ទូហើយសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំនឹងបង្ហាញទៅកាន់បងប្អូនអរគ្នាពីការ add កាមេរ៉ា Wi-Fi ទៅកាន់ក្បាលម៉ាស៊ីន XBR របស់យើងឧទាហរណ៍ថាក្បាលម៉ាស៊ីន XBR របស់យើងមាន8 channel ហើយយើងដោតទៅជាមួយនឹងក្បាលម៉ាស៊ីនហ្នឹងបានប្រើប្រាស់អស់ port ហ្នឹងហើយប៉ុន្តែយើងត្រូវការថែមជាមួយនឹងកាមេរ៉ាបន្ថែមទៀតអញ្ចឹងនៅក្នុងហ្នឹងយើងអាច add បន្ថែមជាមួយនឹងកាមេរ៉ាបានតែនៅក្នុងក្បាលម៉ាស៊ីន XBR របស់យើងមាន port IP ដើម្បីយើង add បន្ថែមបានអញ្ចឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងទៅលើក្បាលម៉ាស៊ីន XBR មួយដែលវាមាន8 channel ខ្ញុំបានប្រើប្រាស់ជាមួយនឹងក្បាលម៉ាស៊ីន XBR ហ្នឹងបាន8 channel ហ្នឹងគឺវាពេញហើយប៉ុន្តែខ្ញុំត្រូវការ add ជាមួយនឹងកាមេរ៉ាបន្ថែមទៀតតើគួរធ្វើបែបម៉េចអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញទៅកាន់បងប្អូនអរគ្នាតែអ្វីមួយទៀតដែលខ្ញុំចង់បង្ហាញទៅកាន់បងប្អូនអរគ្នាផ្សាយពីមុនយើងកាមេរ៉ារបស់យើងឧទាហរណ៍ថាកាមេរ៉ាពួកសេរីបែបនេះបង្វិលបានមាន auto tracking ពេលដែលយើង add ចូលជាមួយនឹងក្បាលម៉ាស៊ីនគឺវាអត់ដំណើរការទេតែឥឡូវនេះគឺយើង add ទៅក្បាលម៉ាស៊ីន function ទាំងអស់គឺយើងដំណើរការទាំងអស់ការនិយាយឆ្លងឆ្លើយទាំង រេតាមសកម្មភាពមនុស្សការរេឆ្វេងស្ដាំអីហ្នឹងគឺយើងអាចធ្វើបានទាំងអស់ពីមុនយើងធ្វើបានទេតែឥឡូវគឺយើងធ្វើបានទេអញ្ចឹងមិនថាជាប្រភេទ indoor ទេឬក៏ជាប្រភេទ outdoor ទេគឺយើងអាចប្រើប្រាស់បានទាំងអស់អូខេជំហានទី1ក្នុងការ add កាមេរ៉ា Wi-Fi នេះចូលជាមួយនឹងក្បាលម៉ាស៊ីន XBR របស់យើងត្រូវ add កាមេរ៉ាហ្នឹងទៅជាមួយនឹង Wi-Fi របស់យើងសិនតាមរយៈ app DMS របស់យើងអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងចូលទៅ add ជាមួយនឹង Wi-Fi របស់យើងនៅក្នុង app DMS របស់យើងទាំងអស់គ្នាអញ្ចឹងដើម្បី add កាមេរ៉ា Wi-Fi ចូលក្នុងទូរស័ព្ទដៃរបស់យើងតាមរយៈ app DMS យើងជាដំបូងឡើយយើងដោតភ្លើងមកដោតភ្លើងអូខេយើងដោតភ្លើងហើយយើងឃើញភ្លើងពណ៌ក្រហមហ្នឹងយើងអត់ទាន់អាច add បានទេអញ្ចឹងចាំមកវាបង្វិលឆ្វេងបង្វិលស្ដាំហើយឡើងលើចុះក្រោមហើយវាចេញពណ៌បៃតងអញ្ចឹងបានយើងធ្វើការ add វាចូលអូខេបន្ទាប់ពីវាបង្វិលឆ្វេងបង្វិលស្ដាំឡើងលើអូខេអញ្ចឹងវាដាក់ please start wireless pairing មានថាយើងអាចធ្វើការ add បានហើយអញ្ចឹងយើងរងចាំរហូតដល់វាលឺសលេងបែបហ្នឹងអញ្ចឹងយើងចូល app របស់យើង DMS របស់យើងមកបាទតោះមកយើងចូលសញ្ញាបូកនៅខាងលើនេះ scan the QR បន្ទាប់មកយើង scan នៅខាងក្រោយនេះអូខេអញ្ចឹងយើង scan មកយើងមាន safety code អានេះគេហៅ safety code ប៉ុន្តែទីទៀតខ្ញុំប្រាប់ពី modify password អញ្ចឹងបើសិនយើងចង់ប្រើ password ហ្នឹងក៏បានឬក៏ប្រើជាមួយនឹង password ដែលយើងកំណត់ថ្មីក៏បានដែរអញ្ចឹងយើងចូល next មកបាទហើយទូរស័ព្ទរបស់យើងត្រូវតែបើក Bluetooth អូខេអញ្ចឹងអានេះ password ដែលយើងជាប់ auto បន្តិចតែបើអត់មានទេយើងត្រូវចូលវាយ password ជាមួយនឹង Wi-Fi router របស់យើងអូខេយើងចុច next មកអូខេមានន័យថាវា connect ទៅជាមួយនឹង network របស់យើងហើយយើងរងចាំវារហូតដល់ 100% មកបាទអញ្ចឹងជោគជ័យហើយកន្លែងនេះយើងអាចដូរឈ្មោះបានហើយបន្ទាប់មកយើងត្រូវបើក audio recording ដើម្បីឲ្យវា record ទៅជាមួយនឹងសំឡេងអូខេយើងចុច next អូខេអញ្ចឹងកន្លែងនេះបើយើងដាក់ maybe later យើងប្រើប្រាស់ជាមួយនឹង password មុនហ្នឹងដែលខ្ញុំប្រាប់មុនហ្នឹងណាប៉ុន្តែបើយើងដាក់ modify មានន័យថា modify ទៅលើ password ថ្មីអញ្ចឹងខ្ញុំចង់ដាក់ password ថ្មីដើម្បីឲ្យងាយចុចងាយចងចាំអូខេអញ្ចឹងខ្ញុំ modify បន្ទាប់មកខ្ញុំ confirm password នឹងម្ដងទៀតបាទអូខេអញ្ចឹងបន្ទាប់មកខ្ញុំចុច save អូខេអញ្ចឹងខ្ញុំបានបដូរជាមួយនឹង password ហើយអូខេអញ្ចឹងកាមេរ៉ាមួយនេះគឺយើងអាចប្រើប្រាស់បានដែរយើងមើលទៅនេះ HD អូខេនេះកាមេរ៉ា HD អញ្ចឹងឧទាហរណ៍ថាកាមេរ៉ាហ្នឹងវាមាន function auto tracking អញ្ចឹងខ្ញុំចូលកន្លែង AI ខ្ញុំបើកវាហើយវាមាន motion detection human detection ចាប់ឡានចាប់មនុស្សចាប់ motion តោះមកមានពាក្យមួយនៅខាងក្រោមនេះ auto tracking អញ្ចឹងដល់ពេលបើកទៅវានឹងរេតាមសកម្មភាពមនុស្សរបស់យើងហើយបាទដល់ពេលដែលយើងបើកវាហើយបានយើង add ចូលក្បាលម៉ាស៊ីនបានវាដំណើរការទៅតាមហ្នឹងអូខេមានថាយើងបើក AI វាផ្សេងៗគឺបើកទៅតាម app របស់យើងបាទអញ្ចឹង detection យើងដាក់ maximum 5ទៅឲ្យវា detect ខ្លាំងអូខេយើងចង់គូសកន្លែងបន្ទាត់តាម area មួយក៏បានដែរអូខេយើងគូសទៅតាម area របស់យើងឬក៏ចង់ឲ្យវា full screen អញ្ចឹងក៏បានដែរអូខេអញ្ចឹងយើង save អានេះសញ្ញាចុចនេះខាងលើនេះអញ្ចឹងយើង save មកគឺ successful ហើយហើយមកទៀតបើយើងចង់បើកអាឡាមបើកសារ៉ែនេះយើងបើកតាមនេះអាហ្នឹង AI អូខេអញ្ចឹងយើងបើកហើយចប់យើងចូលទៅការ add នៅលើក្បាលម៉ាស៊ីនរបស់យើងម្ដងអូខេចូលមកដល់ការចុចនៅលើក្បាលម៉ាស៊ីនរបស់យើងអានេះខ្ញុំចុចទៅលើ monitor របស់យើងអញ្ចឹងឧទាហរណ៍ថាអានេះ1 2 3 4 5 6 7 8យើងបាន install ពេញហើយតែយើងអាចចុចដើម្បីបើក port អីបានទេអញ្ចឹងដើម្បីបើក port បានយើងចូលមកស្ដាំរបស់យើងមកយើងចូល main menu ខាងលើហ្នឹងបន្ទាប់មកយើងចូលកន្លែងណាទៀតយើងចូលកន្លែង camera setting របស់យើងអញ្ចឹងនៅក្នុង camera យើងមានពាក្យជាច្រើនប៉ុន្តែយើងចូល channel tab បាទប៉ុន្តែនៅក្នុងលក្ខខណ្ឌនឹងមួយដែរខ្ញុំចង់បញ្ជាក់នៅក្នុងកាមេរ៉ារបស់យើងបើសិនជាមាន function មាន auto tracking មានឆ្លងឆ្លើយអីហ្នឹងលុះត្រាតែក្បាលម៉ាស៊ីនរបស់យើងមានកតុយ .i 3 ឬក៏កតុយ .i អញ្ចឹងប្រភេទ Copper series ដែលមានកតុយ .i ឬក៏ក្បាល 5000 .i 3ឬក៏ 4KL .i 3អានឹងមិនប្រើប្រាស់ជាមួយនឹង function ហ្នឹងបានអូខេអញ្ចឹងដើម្បីបើកយើងចូល tick នៅខាងចុងនេះមកបាទអញ្ចឹងបើនិយាយថាយើងចង់ឆ្លាស់ពី port HD ទៅជា IP យើងអាចចុចនៅខាងក្រោយនេះបានយើងចុចទៅមានន័យថាអានេះវាដូរទៅជា IP លេងប្រើ HD បានហើយយើងបិទ port សម្រាប់ HD អូខេតោះណាអញ្ចឹងអានេះយើងអាចដកវាមកវិញដើម្បីដោយសារយើងប្រើប្រាស់8 port ហ្នឹង
ចឹងយើងចង់ថែម port ទៀតនឹងយើងចុច tick នៅខាងក្រោមនេះបាទ តិចហើយនៅពេលដែលយើង apply ក្បាលម៉ាស៊ីនហ្នឹងវានឹង reboot ឲ្យអញ្ចឹងឧទាហរណ៍ថាខ្ញុំ click ទៅវានឹង say ឲ្យនិយាយពាក្យថាឲ្យយើងបើកទៅអញ្ចឹង AI ផ្សេងៗវានឹងបិទទាំងអស់ហើយបន្ទាប់មកវានឹង reboot ម៉ាស៊ីនឲ្យយើងអញ្ចឹងយើង អូខេមកអូខេម្ដងទៀតទៅអញ្ចឹងក្បាលម៉ាស៊ីនហ្នឹងវានឹង reboot ទៅអូខេអញ្ចឹងនៅពេលវា reboot ចាំមួយសន្ទុះហើយចាំខ្ញុំប្រាប់ពីដំណើរការបន្ទាប់ហ្នឹងទៀតអូខេបន្ទាប់ពីយើង reboot ជាមួយក្បាលម៉ាស៊ីនហើយបាទបន្ទាប់ reboot ក្បាលម៉ាស៊ីនហើយឃើញយើងចេញផ្ទាំងមកបន្ថែមទៀតទេអញ្ចឹងឧទាហរណ៍ថាយើងមាន1 2 3 4 5 6 7 8យើងមានតែត្រឹមនេះទេប៉ុន្តែនៅថែម8ទៀតនេះឃើញអត់ឃើញមានសញ្ញាបូកទេនេះអញ្ចឹងមានន័យថាយើងបើក port IP ហ្នឹងដើម្បីយើង add Wi-Fi បានហើយបាទដោយសារមុនហ្នឹងវីដេអូដែលខ្ញុំដាក់ចូលហ្នឹងគឺយើងយល់ហើយពីការ add Wi-Fi ទៅជាមួយនឹង router របស់យើងដើម្បីវា online នៅពេលដែលយើង add វាចូលហើយអញ្ចឹងក្បាលម៉ាស៊ីនយើងចេញមិនអូខេយើងបើកសោមកបាទយើងចុចសញ្ញាបូកនៅលើហ្នឹងអញ្ចឹងវានឹងចេញផ្ទាំងនេះមកអញ្ចឹងទាំងអស់នេះវាសិតសឹងតែជាប្រភេទ IP កាមេរ៉ា Wi-Fi កាមេរ៉ាដែលបានដាក់ដំណើរការនៅទីតាំងមួយហ្នឹងអញ្ចឹងឧទាហរណ៍ថា Wi-Fi កាមេរ៉ាខ្ញុំប្រភេទនេះសេរីពួកប្រភេទ P3B មួយនេះដែលវាមានលេខកូដមួយហ្នឹងណាអញ្ចឹង IP វាចាប់អូតូស្រាប់ឲ្យយើងហើយអញ្ចឹងយើងគ្រាន់តែចុច click ពីរដងលើវាមកបន្ទាប់មកយើងវាយ password អញ្ចឹងនៅពេលយើងនេះឆ្លៃមិញហ្នឹង add Wi-Fi មិញយើងដាក់ password ទៅលើកាមេរ៉ា Wi-Fi របស់យើងហើយបាទនៅពេលយើងដាក់កាមេរ៉ា Wi-Fi យើងដាក់មកអូខេអញ្ចឹងឧទាហរណ៍ថាបែបនេះមកខ្ញុំបាក់ password ចូលអញ្ចឹងបន្ទាប់ពីខ្ញុំវាយ password ហើយខ្ញុំចុចអាសញ្ញាព្រួយទៅមុខមកលឹបឃើញទេអញ្ចឹងកាមេរ៉ាមួយហ្នឹងខ្ញុំបានឲ្យវា record ទៅជាមួយនឹងក្បាលម៉ាស៊ីនហើយអញ្ចឹងក្បាលម៉ាស៊ីន HDR របស់យើងមានន័យថាកាមេរ៉ាមិនប្រើ memory ទេគឺវានឹង record ទៅជាមួយនឹងក្បាលម៉ាស៊ីនរបស់យើងមកអូខេអញ្ចឹងការ add សម្រាប់ Wi-Fi កាមេរ៉ាចូលជាមួយនឹងក្បាលម៉ាស៊ីនឬក៏ IPC ខ្ញុំនឹងមានវីដេអូមួយទៀតរបៀបការដាក់ឲ្យវាដំណើរការប៉ុន្តែវីដេអូនេះខ្ញុំចង់បង្ហាញពីការ add Wi-Fi ចូលជាមួយនឹងក្បាលម៉ាស៊ីន HDR របស់យើងសិនអូខេអញ្ចឹងការ set up របស់យើងគឺមានតែប៉ុណ្្នឹងទេបាទអូខេដោយសារក្បាលម៉ាស៊ីន 4KL ហ្នឹងយើងអាច add វាម៉ាស៊ីន 4KL ហ្នឹងយើងអាច add វាបានរហូតដល់8 channel ទៀតដោយសារ 4KL យើងអាច add បាន 100% បាទសម្រាប់ក្បាលម៉ាស៊ីនដែលធ្វើ 5M យើង add បានតែ 50% ទេអូខេអញ្ចឹងយើងមើលទៅតាមក្បាលម៉ាស៊ីនអញ្ចឹងក្បាលម៉ាស៊ីនវាមានប្រាប់នៅលើ data sheet របស់វាហើយអញ្ចឹងសម្រាប់ក្បាលម៉ាស៊ីន 4KL របស់យើងអាច add បាន8 channel ទៀតអញ្ចឹងយើងរាប់ទៅ1 2 3 4 5 6 7 8ឃើញទេអញ្ចឹងយើងនៅសល់7កាមេរ៉ាទៀតដែលយើងធ្វើការ add Wi-Fi កាមេរ៉ាឬក៏ IP កាមេរ៉ាបានអញ្ចឹងឧទាហរណ៍ថាកាមេរ៉ាមួយនេះដែលវាមាន option auto tracking នេះកាមេរ៉ាមួយនេះបាទតែវាមាន auto tracking ហ្នឹងអញ្ចឹងចាំមើលវាដើរអត់ជាមួយនឹងក្បាលម៉ាស៊ីនរបស់យើងអូខេចានេះការតេស្តរបស់ខ្ញុំមានន័យថាខ្ញុំបើក auto tracking ហ្នឹងនៅលើ app ទូរស័ព្ទដៃរបស់យើងហើយបាទនៅក្នុង app ទូរស័ព្ទដៃរបស់យើងហ្នឹងណាអញ្ចឹងនៅពេលដែលយើងបើកដោយសារយើងបើកនៅលើក្បាលម៉ាស៊ីនទេយើងបើកនៅលើ app របស់យើងដូចដែលខ្ញុំបានប្រាប់នៅក្នុងវីដេអូមុនហ្នឹងអញ្ចឹងបាទយើងត្រូវបើកទៅអញ្ចឹងវានឹងដំណើរការបែបហ្នឹងហើយបាទការនិយាយឆ្លងឆ្លើយក៏យើងមានទាំងអស់ auto tracking រេតាមសកម្មភាពមនុស្សក៏យើងមានទាំងអស់ដូចគ្នាបាទអញ្ចឹងសម្រាប់វីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការមើលហើយអញ្ចឹងបងប្អូនអាចសាកល្បងខ្លួនឯងបានបាយបាយ